មនុស្សយើងមានបញ្ហារៀងៗខ្លួនគាត់ថាបញ្ហាហ្នឹងវាបញ្ហាអីខ្លះដែលយើងត្រូវដោះស្រាយហើយបញ្ហាទាំងអស់ហ្នឹងតើយើងគួររកដំណោះស្រាយទាំងដោយរបៀបណាអញ្ចឹងណាព្រោះបញ្ហាខ្លះយើងអាចដោះចេញហើយបញ្ហាខ្លះយើងអត់អាចដោះចេញទេយើងត្រូវការមានជំនួយមកជួយយើងដែរមានអ្នកណាអាចរកអ្នកប្រឹក្សាយោបល់ឬក៏អីអញ្ចឹងទៅចឹងបញ្ហាទាំងអស់ហ្នឹងវាកើតឡើងពីបញ្ហាសម្ពាធផ្លូវចិត្តហ្នឹងហើយដែរធ្វើឲ្យមនុស្សភាគច្រើនហ្នឹងគាត់មាននៅតែបារម្ភគាត់នៅតែគិតទៅណាបាទអញ្ចឹងជាទូទៅវាកើតឡើងទៅលើមនុស្សគ្រប់គ្នាប៉ុន្តែខ្ញុំសូមលើកតែផ្នែកក្រុម LGBT ដែលក្មេងៗមួយចំនួនឬក៏អ្នកដែលមួយចំនួនគាត់ជួបបញ្ហារឿងអស់ហ្នឹងហើយគាត់អត់មានដំណោះស្រាយឬក៏គាត់មិនដឹងថាត្រូវធ្វើយ៉ាងណាហើយទាំងអស់ហ្នឹងវាជារឿងមួយដែលមនុស្សគ្រប់គ្នាគាត់តែងគិតថាវាមិនមែនជារឿងអីដែលត្រូវចោទមិនមែនជារឿងអីដែលត្រូវបារម្ភវាទេប៉ុន្តែបើយើងនិយាយធៀបពិតទៅយើងត្រូវបារម្ភព្រោះដោយសារតែរឿងទាំងអស់ហ្នឹងវាកើតឡើងមកលើខ្លួនយើងទាំងដែលយើងអត់ដឹងខ្លួនថាវានឹងកើតហើយវាកើតដោយរបៀបណាហើយមូលហេតុអីបានជាវាកើតឡើងរឿងទាំងអស់ហ្នឹងគឺវាកើតមកពីជួបបញ្ហាដដែលច្រើនដងយកញយហើយយើងតែងតែគិតថាយើងហេតុអីយើងត្រូវជួបវាអញ្ចឹងហើយមូលហេតុអីបានជាយើងអត់អាចគេចពីវាផុតក៏ពិតនៅក្នុងវដ្តជីវិតរបស់យើងម្នាក់វាតែងតែជួបបញ្ហារៀងខ្លួនហើយបញ្ហាទាំងអស់ហ្នឹងវាកើតឡើងមកដោយសារតែពីលទ្ធផលដែលយើងបានធ្វើកន្លងមកអញ្ចឹងយើងអត់ដឹងថាពីមុនមកយើងធ្វើអីខ្លះហើយវាបានជួបរឿងអីខ្លះប៉ុន្តែសួរថានៅពេលដែលយើងបានជួបវាហើយតើយើងគួរដោះស្រាយវាដោយវិធីណាអញ្ចឹងយើងត្រូវរកដំណោះស្រាយពីខ្លួនយើងវិញយើងត្រូវតែរកដំណោះស្រាយអញ្ចឹងដំណោះស្រាយហ្នឹងគឺតើយើងគួរដោះស្រាយបែបណានៅពេលដែលយើងជួបប្រទះរឿងទាំងអស់ហ្នឹងបើរឿងតាក់ទងរឿងបញ្ហាស្នេហាជាតិហ្នឹងហេតុអីខ្ញុំអត់មានគូល្អដូចគេដែលខ្ញុំជួបហើយបែកអញ្ចឹងពេលខ្លះវាអាចមានរឿងច្រើនដែលយើងអត់បានចាប់អារម្មណ៍ទី1ទៅលើអេយ៉ាមីជាតិរបស់យើងទី2ទៅលើកត្តាចំណេះដឹងរបស់យើងទី3វាអាចទៅលើរឿងកត្តាជីវភាពបូករួមដែរពេលខ្លះយើងអត់មានមុខរបរត្រឹមត្រូវពិតប្រាកដច្បាស់លាស់ហើយពេលខ្លះទៀតវាអាចមានរឿងកត្តាផិតក្បត់យើងចូលចិត្តផិតក្បត់ដៃគូរបស់យើងអាចទៅលួចសៅគ្រីអីចឹងទៅដោះដូរដៃគូច្រើនណាស់ធ្វើឲ្យពួកគាត់ហ្នឹងអស់ទឹកចិត្តមកលើយើងអ្វីដែលយើងត្រូវគិតគឺរឿងការ build trust មានន័យថាការកសាងទំនុកចិត្តរឿងការកសាងទំនុកចិត្តនេះវាជារឿងដែលសំខាន់ដែលមនុស្សគ្រប់គ្នាត្រូវតែធ្វើវាដោយជាភាពចាំបាច់ហ្មងមិនថារឿងស្នេហាមិនថារឿងការប្រកបអាជីវកម្មរកស៊ីអីផ្សេងឬក៏ធ្វើការទេតែកាលណាដែលយើងធ្វើឲ្យការបាត់បង់នៅទំនុកចិត្តពីអ្នកដទៃហើយគឺវាពិតជាពិបាកសម្រាប់យើងនៅក្នុងការដោះស្រាយវាហើយជាក់ស្ដែងដូចជាជីវិតដៃគូរបស់យើងអញ្ចឹងយើងព្យាយាមផ្ដល់ទំនុកចិត្តឲ្យគ្នាទៅវិញទៅមកទោះយើងរស់នៅឆ្ងាយគ្នាទោះយើងមិនបាននៅគៀកកិតគ្នាប៉ុន្តែយើងព្យាយាមផ្ដល់ភាពស្និទ្ធស្នាលឲ្យគ្នាផ្ដល់ទំនុកចិត្តនៅពេលដែលយើងផ្ដល់ទំនុកចិត្តឲ្យគ្នាហើយយើងនឹងអត់គម្លាតនៃសេចក្តីស្នេហាយើងគឺហាក់បីដូចជាយើងនៅក្បែរគ្នាអញ្ចឹងយើងអត់ឆ្ងាយពីគ្នាទេប៉ុន្តែបើសិនក្នុងករណីយើងអត់បាន build ទំនុកចិត្តនឹងឲ្យគ្នាទៅវិញទៅមកទេទោះបីនៅចិត្តជាមួយគ្នាគេងកោយទ្រុងគ្នាក៏ដោយហាក់បីដូចជានៅឆ្ងាយពីគ្នារាប់គីឡូអញ្ចឹងហ្នឹងក៏វាដូចគ្នាដែរអញ្ចឹងហើយបងប្អូនគួរតែគិតពិចារណាលើរឿងហ្នឹងទាំងអស់ទី1ទី2អាចមកពីកត្តារបស់ខ្លួនយើងដែរដែលថាយើងអត់អាចចោលរឿងទាំងអស់ហ្នឹងបានណាអ្នកដែលគាត់ចូលចិត្តដោះដូរដៃគូអីអញ្ចឹងណាគាត់នៅតែប្រព្រឹត្តបានរហូតគាត់នៅតែលួចលាក់ទៅ1 2 3 4អញ្ចឹងទៅដោយសារថាគ្មានបញ្ហាអីអញ្ចឹងអានោះវាជារឿងមួយផ្សេងទៀតថាតើយើងនៅជាមួយគ្នាយើងបើកដៃឲ្យគ្នាឬគេថា
open ឲ្យគ្នាកម្រិតណាហើយតើយើងអាច acceptable យើងអាចទទួលយកហ្នឹងបានត្រឹមចំណុចណាដែរអញ្ចឹងអ្នកខ្លះគាត់អត់ care មានន័យថានៅពេលដែលគាត់នេះស្រឡាញ់គ្នាគាត់បើកសិតឲ្យគ្នាដៃគូរបស់គាត់ហ្នឹងទៅរកដៃគូខាងក្រៅទៀតណាទៅស៊ីនំឲ្យលុយឬក៏ទៅមកសបាយ just one night stand ឬក៏ one or two hour stand at guest house នៅទស្សនៈអីចឹងទៅអញ្ចឹងអ្នកខ្លះគេធ្វើបានដោយសារអីគេគិតថាគេអត់មានពេលវេលាគ្រប់គ្រាន់ទេអញ្ចឹងឬក៏គេថាគេចូលចិត្តចឹងណាគេចង់បើកដៃឲ្យគ្នាទៅគេទៅរកក្រៅរៀងខ្លួនទៅហ្នឹងហើយគេទៅហៅក្រៅរៀងខ្លួនទៅឯងទៅហៅបានអញក៏ទៅហៅបានដែរអញ្ចឹងណាអញ្ចឹងអារឿងហ្នឹងក៏ជារឿងមួយដែលយើងគិតដែរថាវានឹងទៅជារបៀបម៉េចហើយវារបៀបណាអញ្ចឹងណាហ្នឹងហើយអញ្ចឹងអាស្រ័យលើដៃគូទាំងពីរហ្នឹងគឺអ្នកសន្មតឬក៏អ្នកគិតថាវានឹងទៅជាបែបហ្នឹងបាទនេះជារឿងមួយដែលខ្ញុំចង់មកនិយាយនៅក្នុងភាគហ្នឹងដែរជាទូទៅខ្ញុំនិយាយទូទៅច្រើនទៅលើចំណុចទូចដែលមនុស្សដល់ច្រើនឬក៏ដៃគូអ្នកស្រឡាញ់ភេទដូចគ្នាហ្នឹងគឺគាត់អត់បានគិតទៅដល់ចំណុចហ្នឹងដែរហើយមួយទៀតភាពដែលរញ៉េរញ៉ៃឬក៏សាំញ៉ាំច្រើនជាទូទៅចរិតរបស់មនុស្សប្រុសអត់សូវចូលចិត្តសាំញ៉ាំញ៉េញ៉ៃច្រើនទេដូចជាការប្រច័ណ្ឌច្រើនការសង្ស័យច្រើនអីចឹងណាប៉ុន្តែខ្លួនជាមនុស្សប្រុសហ្នឹងក៏ត្រូវគិតដែរថាមូលហេតុអីបាននៅសុកគេទៅជាអញ្ញាមញ៉ៅដាក់យើងគេប្រច័ណ្ឌយើងសំបីតែយល់សពឃើញយើងមានអ្នកក្រៅហ្នឹងក្រោកឡើងក៏ខឹងហៅរឿងយើងអីអញ្ចឹងណាអាហ្នឹងគឺវាជារឿងដោយសារតែសេចក្តីស្រឡាញ់ហើយអាសេចក្តីស្រឡាញ់ហ្នឹងវាស្រឡាញ់លើសលប់ពេកវាស្រឡាញ់លើសពីអ្វីដែលមានពីមុនមកអ្នកជាទូទៅអារឿងហ្នឹងច្រើនតែកើតទៅលើស្នេហាភេទផ្ទុយគ្នាគឺជាមួយស្ត្រីហើយនិងបុរសប៉ុន្តែពេលខ្លះក៏វាកើតឡើងចំពោះស្នេហាភេទដូចគ្នាដែរពិសេសបុរសនឹងឯងដូច្នេះហើយសួរថាគួរត្រូវធ្វើម៉េចបានអាចដោះស្រាយរឿងហ្នឹងបានដំណោះស្រាយខ្ញុំគិតថាវាអត់ងាយនៅក្នុងការដោះដែរប៉ុន្តែបើយើងនិយាយថាងាយក៏វាងាយដែរដោយសារអីយើងអាចរកច្រកចាញ់ទាំងអស់គ្នាដោយយើងហៅគ្នាមកនិយាយមកថាចំណុចទី1ទី2ទី3អ្នកឯងអត់គួរធ្វើវាទេហេតុអីអ្នកឯងត្រូវធ្វើវាមូលហេតុអី1 2 3 4អញ្ចឹងវាជាកត្តាមួយដែលអាចបង្ខំឲ្យយើងនឹងត្រូវគិតជាកត្តាមួយដែលត្រូវឲ្យយើងយកមកនិយាយពិភាក្សាគ្នាឡើងវិញថាវាតែជារបៀបណាហើយច្រកណាដែលគិតថាយើងនឹងចេញបានយើងហៅច្រកចេញបានរឿងទាំងអស់ហ្នឹងវាសិតតែជារឿងមួយដែលយើងត្រូវគិតឡើងវិញថាវាចេញទៅក្នុងផ្លូវច្រកមួយណាដែរជាទូទៅរឿងទាំងអស់ហ្នឹងអ្នកដែលធ្លាប់ជួបប្រទះនឹងយល់ពីអាស្ថានភាពហ្នឹងឯថានៅពេលដែលជួបរឿងហ្នឹងមកវាមានរូបរាងបែបណាវាមានក្លិនបែបម៉េចទៀតហ្នឹងហើយអញ្ចឹងជាមតិយោបល់ពីខ្ញុំឯងនិយាយចាំវាជាការយល់ឃើញរបស់ខ្ញុំឯណាអញ្ចឹងអ្វីសំខាន់ដៃគូទាំងពីរហ្នឹងគួរតែបើកចិត្តនៅក្នុងការនិយាយរឿងទាំងអស់ហ្នឹងជាមួយគ្នាបើកចិត្តនិយាយថារឿងហ្នឹងវាអញ្ចឹងអ្នកឯងអត់គួរត្រូវធ្វើអញ្ចឹងទេវាអត់សមហើយខ្ញុំអត់ចូលចិត្តហើយអ្នកឯងលះបង់បានអត់ឬក៏មុនពេលដែលយើងចាប់ផ្ដើម dating គ្នាយើងគួរតែនិយាយពីចំណុចដែលយើងដាក់ខសន្យាឲ្យគ្នាអាហ្នឹងក៏វាជារឿងមួយដែលត្រូវ concern គួរតែរឿងមួយយកមកធ្វើជា consider គួរតែគិតវាដែរថាគួរតែនិយាយឬក៏មិននិយាយតែប៉ុណ្្នឹងឯងមុនពេលដែររឿងទាំងអស់ហ្នឹងវាធ្លាក់ចូលទៅក្នុងកម្រិតមួយទៀតមហាកម្រិតវាជ្រៅជាងហ្នឹងណាចឹងហើយយើងទៅចែកគ្នាទៅយើងពិភាក្សាគ្នាទៅរកដំណោះស្រាយទៅតែដំណោះស្រាយហ្នឹងវាបានកម្រិតណាអីកម្រិតណាចឹងទៅចឹងវានៅតែជារឿងមួយដែលយើងត្រូវយកមកដោះស្រាយទោះបីជានៅក្នុងកលៈទេសៈណាក៏ដោយក៏វានៅតែមានឬក៏វានៅតែលើកមកនិយាយទៅចែកដែរហើយវារឿងទំងន់ធ្ងន់គឺរឿងស្នេហាចពៈវៈវិននឹងឯងវាមិនមែនជារឿងដែលងាយស្រួលដោយការគិតរបស់យើងដំណើរជីវិតគូគ
គិតតែយើងតាមម្នាក់ឯងផងយើងនៅអត់សុបាយចិត្តនឹងខ្លួនឯងយើងនៅមានអារម្មណ៍ទៅអញ្ចេះទៅអញ្ចោះចោះតម្រាំយើងទៅរស់នៅជាមួយអ្នកដតីដែរមិនមែនជាបងប្អូនមិនមែនជាសាច់ញាតិទេគ្រាន់តែជាមនុស្សដែលយើងស្រឡាញ់និងចាប់អារម្មណ៍ចង់រួមរស់នៅធ្វើជាគូជីវិតជាមួយគ្នាវាពិបាកប៉ុណ្ណាវាពិតជាពិបាកឲ្យពួកមនុស្សពីរមានគំនិតខុសគ្នាមានគំនិតពីរមានការគិតពីរមានស្អីហ្នឹងគឺផ្សេងអញ្ចឹងសួរថាត្រូវតែហៅមនុស្សដែលមានការគិតដូចយើងហ៎វាអត់អាចទេ100គូអីមានជួប2 3គូអីឬក៏សឹងថាគ្មានផងដែលមានការគិតដូចគ្នាដូច្នេះវាមានតែយើង acceptable នៅចំណុចណាដែលយើងគិតថាយើងអាចនឹងទៅជាមួយគ្នាបានចំណុចតូចចំណុចធំចំណុចល្អចំណុចអាក្រក់យើងត្រូវបើកចិត្តថាយើងនឹងទទួលយកបើសិនមកយើងគិតថាអ្នកឯងតើ perfect តើល្អមិនខ្ញុំយកមកធ្វើជាគូអនាគតត្រូវចាំថានៅលើโลกនេះអត់មាននរណាគេ perfect គេហើយអត់មាននរណាគេដែលល្អអត់ខ្ចោះមានន័យថាអត់មានកំហុសនៅខ្លួនទេត្រូវតែមានតិចច្រើននៅត្រូវតែមានហើយសួរថាបើនៅតែមានអញ្ចឹងហេតុអីដឹងហើយឮហើយថាម្នាក់ហ្នឹងมันល្អឯងមួយចេះ2 3 4ប៉ុន្តែហេតុអីនៅតែយកគ្នាមកជាគូអនាគតដឹងហើយថាម្នាក់ហ្នឹងមានប្រុសច្រើនអ្នកហ្នឹងចូលចិត្តដើរ one night stand one hour stand ហ្នឹងតែហេតុអីនៅតែស្រឡាញ់ហើយចង់យកម្នាក់ហ្នឹងមកធ្វើជាគូអនាគតអាហ្នឹងក៏វាសិតតែជារឿងកើតចេញពីក្តីស្រឡាញ់ដោយគិតថានៅថ្ងៃមុខគេនឹងកែដើម្បីយើងវាជារឿងដែរយ៉ាពេលខ្លះវាជារឿងដែរពិបាកនៅក្នុងការពន្យល់វាជារឿងដែរគិតថាវានឹងមិនអាចទៅរួចប៉ុន្តែវាអាចទៅរួចចំពោះមនុស្សដែរគេស្រឡាញ់គេនឹងហ៊ានលះបង់អ្វីៗគ្រប់យ៉ាងដើម្បីមនុស្សម្នាក់ហ្នឹងអញ្ចឹងហើយបាទពេលខ្លះបងប្អូនត្រូវចាំថាវានៅតែជារឿងមួយដែលជារឿងត្រូវមកយកវាមកគិតនិងពិចារណាមើលថាវាគួរតែទៅឬក៏មិនទៅម្នាក់ហ្នឹងគឺគួរតែ dating ជាមួយឬក៏អត់អ្នកខ្លះទៀតគាត់អញ្ញាមញើដាក់អីចឹងណាស្រែកឡូឡាមកយឺតអីតិចតួចចឹងបញ្ចេញកំហឹងបញ្ចេញភ្លើងអីចឹងណាអាហ្នឹងក៏មានដែរប៉ុន្តែយើងត្រូវហ៊ានទទួលស្គាល់កំហុសខ្លួនឯងកុំគិតថារឿងប៉ុណ្្នឹងសោះក៏ប្រកាន់ដែរពេលខ្លះយើងត្រូវរៀនឲ្យតម្លៃមនុស្សនៅជុំវិញខ្លួនយើងជាពិសេសដៃគូជីវិតរបស់យើងព្រោះមានតែដៃគូជីវិតរបស់យើងទេដែលគាត់យល់ពីយើងច្រើនបន្ទាប់ពីឪពុកម្ដាយហើយនឹងបន្ទាប់ពីឪពុកម្ដាយមិនប្រកាសថាបងប្អូនគាត់យល់យើងបានទាំងអស់អត់ទេអញ្ចឹងមិនថាបន្ទាប់ពីឪពុកម្ដាយគឺយើងនឹងហើយគឺដៃគូយើងនឹងហើយដែរអាចនៅក្នុងការដោះស្រាយលើរឿងនឹងបានអញ្ចឹងណាបាទអញ្ចឹងប្រធានបទនេះវារៀងទូទៅបន្តិចវាអត់ចំគោលដៅមួយណាទេប៉ុន្តែវាអាចជាគន្លឹះជូនទៅបងប្អូនស្ដាប់នៅក្នុងការពិចារណាទៅបើសិនជាបងប្អូនគិតថាវាមានប្រយោជន៍ក៏យកចិត្តទុកដាក់ទៅស្ដាប់ទៅពិចារណាទៅប៉ុន្តែបើសិនជាបងប្អូនគិតថានិយាយអត់ដឹងហើយប្រធានបទត្រឹមត្រូវអត់ច្បាស់ក៏អត់អីដែរបាទព្រោះដោយសារខ្ញុំលើកជាចំណុចទូទៅដើម្បីឲ្យបងប្អូនស្វែងយល់និងប្រៀបធៀបមើលថាវាអាចនឹងទៅជាយ៉ាងណាឬក៏វាអាចនៅក្នុងជួយបងប្អូនអីខ្លះចឹងណាដូច្នេះហើយប្រសិនបើបងប្អូនចូលចិត្តវីដេអូកុំភ្លេចជួយចុច like ហើយនិង share ហើយស្នើសុំឲ្យបងប្អូនជួយ subscribe YouTube channel របស់ខ្ញុំម្នាក់មួយផងហើយប្រសិនបើបងប្អូនមានប្រធានបទដែលចង់ឲ្យខ្ញុំលើកយកមកនិយាយឬក៏អាចផ្ដល់ឲ្យខ្ញុំនៅក្នុងការសិក្សាស្រាវជ្រាវដើម្បីយកមកបកស្រាយខ្ញុំរីករាយនៅក្នុងការបកស្រាយជូនបងប្អូនបានទាំងអស់ណាអាច inbox ក៏បានឬក៏ផ្ដល់នៅក្នុង comment ក៏បានអរគុណច្រើនជម្រាបលា